សួស្តីប្រិយមិត្តអស់គ្នាសូមស្វាគមន៍មកកាន់ Channel អវិញ្ញាណមានពិតហើយថ្ងៃនេះមាន admin មានពីរសាច់រឿងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយរឿងនេះដែលមានចំណងជើងថាអាថាកំបាំងជាន់ទី4និងមួយសាច់រឿងទៀតវិញ្ញាណក្នុងសំរូបថតចឹងកុំឲ្យខាតពេលលាយូរយើងចូលទៅក្នុងសាច់រឿងទៅអាគ្នាដោយរឿងទី1គឺអាថាកំបាំងជាន់ទី4ដែលកើតឡើងនៅទីក្រុងភ្នំពេញសម័យបាត់បង់នេះទេបងដែលកើតឡើងនៅសន្តាគារមួយកន្លែងនៅរាជធានីបុរាណជាអគារសម័យបារាំងដែលស្ថិតនៅក្បែរមាត់ទន្លេទោះបីជាវាត្រូវបានជួសជុលថ្មីប៉ុន្តែជ្រុងខ្លានៃអគារនៅតែរក្សាភាពអថាកំបាំងដដែលវីរៈជាយុវជនម្នាក់ដែលទើបតែទទួលការងារជាសន្តិសុខវិញយប់នេះជាយប់ទី3របស់គេម៉ោង 2:15 រំលងអធ្រាត្រវីរៈអង្គុយក្នុងបន្ទប់បញ្ជាកាមេរ៉ាសុវត្ថិភាព CCTV ម្នាក់ឯងពន្លឺពណ៌សចេញពីអេក្រង់ទាំង16ចែកមកលើមុខគេភ្នែករបស់គេចាប់ផ្ដើមរំពៃមើលទៅអេក្រង់លេខ4ដែលបង្ហាញពីរបៀងផ្លូវនៃជាន់ទី4ជាន់នេះត្រូវបានបិទចោលមិនឲ្យភ្ញៀវចូលស្នាក់នៅឡើយដោយសារបញ្ហាប្រព័ន្ធទឹកនិងភ្លើងស្រាប់តែក្នុងកាមេរ៉ាដែលងងឹតស្លុបគេឃើញទ្វារបន្ទប់409បើកយឺតក្មេងស្រីម្នាក់ក្នុងឈុតសម្លៀកបំពាក់ពណ៌សរត់កាត់របៀងផ្លូវនោះយ៉ាងលឿនវីរៈញីភ្នែកជាន់នេះគ្មានមនុស្សទេតើវីរៈកាន់ពើនឹងសដើរឡើងទៅជាន់ទី4នៅពេលទ្វារជណ្ដើរយន្តបើកគ្រឹះក្លិនផ្អូនិងសាមជោគបានបាក់មុខបាច់ច្រមុះរបៀងផ្លូវវែងអន្លាយងងឹតស្លុបមានតែពន្លឺពើរបស់គេដែលក្រវីចុះឡើងតុកតុកតុកសំឡេងទឹកស្រស់ចេញពីដានលាន់លើរំពងពេញផ្លូវវីរៈដើរទៅមុខដោយភាពតានតឹងស្រមោលរបស់គេដែលជែកទៅលើជញ្ចាំងហាក់ដូចជាកំពុងមានចម្លោះខុសពីម្ចាស់នៅពេលគេដើរដល់មុខបន្ទប់409គេឃើញស្លាកស្នាមជើងតូចៗដែលសាមទឹកដាននៅលើការ៉ូពណ៌សស្រាប់តែសំឡេងសើចគឺរបស់ក្មេងស្រីលាន់ឮចេញពីក្នុងបន្ទប់វីរៈបើកទ្វារក្រឹបបន្ទប់នោះទន់នេសាទប៉ុន្តែទឹកខាងបន្ទប់ទឹកកំពុងហូរយ៉ាងខ្លាំងនៅលើកញ្ចក់បន្ទប់ទឹកមានសរសេរអក្សរដ៏ឈាមថាហេតុអ្វីបានជាបងមកយឺតវីរៈភ័យញ័ររន្ធត់ប្រញាប់រត់ចេញមកវិញប៉ុន្តែទ្វារចណ្ដាយន្តបែរជាមិនព្រមបើកគេសម្លឹងទៅកាមេរ៉ាសុវត្ថិភាពដែលនៅជ្រុងជញ្ចាំងគេដឹងថាមិត្តភក្តិម្នាក់ទៀតនៅបន្ទប់បញ្ជាច្បាស់ជាកំពុងមើលគេលើកដៃសំពះទៅកាមេរ៉ាឲ្យជួយព្រាមនោះស្រមោលខ្មៅស្រពេចស្រពៀនមួយបានលេចឡើងពីក្រោយខ្នងវីរៈត្រង់កញ្ចក់កាមេរ៉ាវាជាស្រមោលមនុស្សស្រីដែលមានដៃវែងខុសធម្មតាកំពុងលូកមកចាប់ករបស់គេវីរៈបិទភ្នែកស្រែកអោសន្តាគារវីរៈភ្ញាក់ដងខ្លួនឡើងក្នុងមន្ទីរពេទ្យមិត្តភក្តិរួមការងារម្នាក់អង្គុយក្បែរនោះវីរៈសួរដោយសំឡេងសោសោតើក្មេងស្រីនិងស្រមោលខ្មៅនោះជាអ្វីមិត្តភក្តិគេសម្លឹងមើលវីរៈដោយក្រសែភ្នែកចម្លែករួចហុច tablet ដែលបង្ហាញវីដេអូ CCTV យុគមីនឲ្យមើលក្នុងវីដេអូកាមេរ៉ាលេខ4បង្ហាញថាវីរៈដើរឡើងទៅជាន់ទី4ម្នាក់ឯងគេឈរនិយាយម្នាក់ឯងនៅមុខបន្ទប់409គេជាអ្នកបាក់ទឹកក្នុងបន្ទប់ទឹកដោយខ្លួនឯងហើយគេក៏ជាអ្នកសរសេរអក្សរលើកញ្ចក់ដោយព្រើឈាមដែលហូរចេញពីដៃរបស់គេបន្តអ្វីដែលរន្ធត់បំផុតនោះគឺក្នុងវីដេអូ CCTV វីរៈមិនមែនពាក់ឯកសណ្ឋានសន្តិសុខថ្មីនោះទេប៉ុន្តែគេកំពុងពាក់អាវនៃជំនឿផ្លូវចិត្តដែលមានលេខសម្គាល់ឈ្មោះថាវីរៈអតីតបុគ្គលិកដែលបានស្លាប់ក្នុងភ្លើងឆេះជាន់ទី4កាលពី10ឆ្នាំមុនមិត្តភក្តិដែលអង្គុយក្បែរគេនោះស្រាប់តែប្រែជាស្រពិតស្រពៀមរួចនិយាយថាឯងភ្លេចហើយមែនទេពួកយើងស្លាប់ទាំងអស់គ្នានៅទីនេះតើថ្ងៃនេះជាថ្ងៃគម្រប់ខួប10ឆ្នាំដែលឯងត្រូវមកធ្វើការវិញយកម្ដងទៀតវីរៈសម្លឹងមើលដៃខ្លួនឯងឃើញតែឆ្អឹងនិងស្បែកខ្លោចខ្មៅគេមិនមែនជាអ្នករស់ដែលឃើញខ្មៅទេប៉ុន្តែគេគឺជាខ្មៅដែលវង្វេងក្នុងពេលវេលាខ្លួនឯងនឹងឲ្យបងប្អូនរឿងទី2របស់យើងគឺចាប់ទៅតែប៉ុណ្ណឹងចំណែករឿងទី2វិញគឺរឿងវិញ្ញាណក្នុងសំរូបថតហើយរឿងមួយនេះក៏កើតឡើងនៅក្នុងទីក្រុងភ្នំពេញដូចគ្នាដោយតែល្បែងឆាមួយនឹងរូបភាសាចាស់ហើយតារាគឺជាជាង design និងជួសជុលរូបថតចាស់ៗតាមកុំព្យូទ័រគេរស់នៅក្នុងផ្ទះជួលជាន់ទី3នៃអគារបុរាណមួយដែលជញ្ជាំងឡើងស្លាយប្រផេះ
ការងាររបស់គេគឺធ្វើឲ្យរូបថតដែលរហែកឬស្លេកពណ៌ប្រែមកជាថ្មីនិងមានពណ៌ធម្មជាតិឡើងវិញរូបថតដែលមិនគួរហែកថ្ងៃមួយមានបុរសចំណាស់ម្នាក់ស្លៀកពាក់ឈុតខ្មៅបានយកស្រោមសម្ពុតមួយមកឲ្យតារាក្នុងនោះមានរូបថតសខ្មៅមួយសន្លប់ដែលរហែកចំកណ្ដាលវាជារូបថតនារីម្នាក់ក្នុងសម័យបំពាក់បុរាណអង្គុយលើកៅអីឈើញញឹមស្ងប់ស្ងាត់ប៉ុន្តែភ្នែករបស់នាងហាក់ដូចជាកំពុងសម្លឹងចាំមកញាក់មើលទោះបីជាយើងងាកទៅទិសណាក៏ដោយជួរូបនេះឲ្យស្អាតឡើងវិញមកក្មួយហើយកុំភ្លេចភ្ជាប់មុខនាងឲ្យជិតផងបុរសចំណាស់នោះនិយាយទាំងសំឡេងសក់រួចក៏ចាប់ជិះទៅបាត់សាមកព្រឹត្តិការណ៍ចម្លែកក្នុងបន្ទប់តារាចាប់ផ្ដើមស្កេនរូបថតនោះចូលក្នុងកុំព្យូទ័រនៅពេលគេប្រើកម្មវិធីដើម្បីភ្ជាប់ចំណែកតារាហែកនោះឡើងវិញស្រាប់តែភ្លើងក្នុងបន្ទប់ចាប់ផ្ដើមឆេះញើជប់ភ្លើងម្សៅក្រអូបលបុរាណលែលំជាមួយក្លិនដីសាមបានសាយភាពេញបន្ទប់តែបិទជិតម៉ោង12រំលងអត្រាតារាចុចស៊ូមទៅលើផ្ទៃមុខនារីក្នុងរូបថតដើម្បីសម្អាតស្នាមអ៊ុចគេមានអារម្មណ៍ថាភ្នែករបស់នារីនោះចាប់ផ្ដើមប្រែពណ៌ទៅជាក្រហមស្រពាលគេញីភ្នែករួចគិតថាប្រហែលមកពីគីងអង្គុយខាងពេកទឹកសម្លេងក្រចាស់ដៃគោះលើតឈើលន់លើជិតពីក្រោយក្នុងគេតារាងាកក្រោយយ៉ាងលឿនប៉ុន្តែគ្មានមនុស្សទេមានតែសម្រូបថតទទេមួយដែលគេទុកចោលនៅលើតុបែរជាកំពុងញីរញ្ជួយសម្រាប់កុំព្យូទ័រនៅពេលតារាបង្បែកអានោះមកកាន់អេក្រង់វិញគេស្ទើរតែគិងបេះដូងរូបថតដែលរហែកចំកណ្ដាលនោះឥឡូវនេះផ្នែកដែលរហែកកំពុងហូរឈាមខ្មៅចេញមកក្រោយអេក្រង់កុំព្យូទ័រមុខនារីដែលធ្លាប់តែញញឹមស្អាតឥឡូវនេះប្រែជាស្អុយរលួយផ្នែកលៀនចេញមកក្រៅហើយមាត់របស់នាងហាក់ដូចជាកំពុងហើបនិយាយតាមរយៈសំឡេងស្វ័យប្រវត្តិនៃកុំព្យូទ័រថាហើយមិនគួរភ្ជាប់វាទេតារាព្យាយាមចុចបិទកុំព្យូទ័រប៉ុន្តែវាមិនដំណើរការរូបភាពនារីនោះចាប់ដើមលូនចេញពីអេក្រង់ម្ដងទីបន្តិចដៃស្គមស្កាំងដែលសតែស្បែកដណ្ដាប់ជើងបានលូកមកចាប់កដៃរបស់តារាភាពត្រជាក់ដោយទឹកកកបានជ្រាបចូលដល់ខាងក្នុងតារាបើកភ្នែកឡើងដើម្បីព្រឹកព្រលឹមគេឃើញខ្លួនឯងដេកនៅលើតុសែកាប្រហែលជាយល់សពទីដល់គេគិតក្នុងចិត្តទៅទូទ្រាំគេញ៉ាំទៅមើលអេក្រង់កុំព្យូទ័រឃើញរូបថតនោះត្រូវបានចុះរួចដល់យ៉ាងស្អាតទៀតក៏ប៉ុន្តែនៅពេលគេញ៉ាំទៅមើលគ្រឿងកញ្ចប់ដែលនៅចិញ្ចាក្បែរនោះគេឃើញមានស្នាមរំដាយពណ៌ខ្មៅជាប់នៅលើករបស់គេអ្វីដែលរន្ធត់បំផុតនោះគឺក្នុងរូបថតនៅក្នុងកុំព្យូទ័រនារីម្នាក់នោះមិនមែនអង្គុយម្នាក់ឯងទៀតទេនៅក្បែរនាងឥឡូវនេះមានរូបបុរសម្នាក់ទៀតឈរពីក្រោយដៃម្អាងដាក់លើស្មានាងហើយមុខបុរសម្នាក់នោះគឺជាតារាខ្លួនឯងផ្ទាល់តារាចង់ស្រាយតែគ្មានសម្លេងរូបរាងរបស់គេក្នុងបន្ទប់ចាប់ផ្ដើមប្រែជាស្រពាលរហូតក្លាយជាស្វែងជក់ចូលទៅក្នុងរូបថតនោះទៀតនៅខាងក្រោយផ្ទះបុរសចំណាស់ជុតខ្មៅកាពីលណៃវិញបានមកដល់ទ្វារបន្ទប់ទីតាចូលមកយកសំរូបថតដែលមានរូបតារានិងនារីនោះរួចនិយាយតិចថាអរគុណដែលបានមកជំនួសកន្លែងខ្ញុំឥឡូវដល់វិញអ្នកឯងម្ដងហើយដែលត្រូវរត់កូនសំរូបថតនេះរហូតទៅបុរសចំណាស់នោះប្រែមុខមកជាយុវជនម្នាក់ដែលមានរូបរាងដូចតារាបែបបិទរួចដើរចេញពីផ្ទះជួលនោះដែលស្នាមញញឹមដល់ព្រឹកព្រួយនឹងឲ្យបងប្អូនទាំងអស់គ្នារឿងយើងបានមកដល់ទីបញ្ចប់ហើយបើបងប្អូនស្រឡាញ់ចូលចិត្តកុំភ្លេចចុច like និង subscribe ម្នាក់មួយផងអរគុណសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ចប់អរគុណសូមជម្រាបលា